សុស្ដីបងប្អូនទាំងអស់គ្នានេះខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំមានអារម្មណ៍ថាខ្ញុំរំភើបខ្លាំងមែនទែនព្រោះដោយសារតែខ្ញុំបានចាប់ផ្ដើមបង្កើតនូវមាតិកាមួយដែលខ្ញុំគិតថាមានប្រយោជន៍មែនទែនសម្រាប់បងស្ត្រីគឺខ្ញុំធ្វើនេះគឺសម្រាប់បងស្ត្រីដែលគាត់នៅផ្ទះគឺគាត់អត់ដឹងថាគាត់ធ្វើរកអីដើម្បីបានចំណូលជួនកាលបងអាចគិតថាប្រហែលជាខ្ញុំនិយាយទៅរៀងប្លើសពេកអាចថាមិនមួយខែមិនដល់1000ទេប៉ុន្តែដូចខ្ញុំនិយាយចឹងអ្វីសំខាន់ណាគឺការធ្វើទីផ្សារបងសមត្ថភាពបងហើយជាមួយនឹងលទ្ធភាពរបស់បងដែលអាចទៅរួចតើបងមានកម្រិតអាចចាប់យកអតិថិជនបានកម្រិតណាដែរអញ្ចឹងសម្រាប់អេពីសូតមួយនេះគឺតកតងជាមួយនឹងការដុតនំចា cake ឬក៏ dessert យើងមានថាយើងលក់នំអនឡាញឬក៏យើងធ្វើជាបង្អែមលក់តាមអនឡាញសម្រាប់ចាក់ចូលកម្មវិធីឬក៏សម្រាប់អ្នកដែលគាត់មានតម្រូវការគាត់អាច pre order បានចាព្រោះឥឡូវខ្ញុំឃើញមានទីផ្សារនេះគឺល្អខ្លាំងមែនទែនបច្ចុប្បន្ននេះហើយគឺ profit ល្អសម្រាប់បងអ្នកដែលគាត់ចង់លក់អនឡាញសម្រាប់ពួកអាហារគេហៅពួក F&B ចា F&B food and beverage នឹងពិតជាមានទីផ្សារខ្លាំងមែនតើចាអញ្ចឹងបងទាំងអស់គ្នាសាកសម័យថាក្នុងមួយ box ឧទាហរណ៍ថាយើងចំណេញតែ$1ចុះចុះបើសិនជាក្នុងមួយថ្ងៃយើងអាចលក់បាន50ទៅ100ប្រអប់អញ្ចឹងយើងអាចបាន$100បាត់ហើយចាអាហ្នឹងគឺខ្ញុំគ្រាន់តែខ្ញុំការអូវាមិនអាចថាវាច្រើនអញ្ចឹងឯងបងទាំងអស់គ្នាគិតថានៅស្រុកខ្មែរយើងមានប្រមាណអ្នកដែលគាត់មានតម្រូវការក្នុងការញ៉ាំអ្នកតាមខេត្តបើបងអាចធ្វើជាប្រភេទខុកខៀដែលអាចទុកបានណាយើងអាចវាខ្ចប់ផ្ញើទៅខេត្តបានបើសិនជាបងធ្វើទីផ្សារទៅគឺគេចាប់អារម្មណ៍ច្រើនផលិតផលរបស់បងគឺញ៉ាំទៅអត់សូវផ្អែមឬក៏ចំណុចពិសេសសម្រាប់អ្នកទឹកនោមផ្អែមក៏គាត់អាចទទួលទានបាននិយាយទៅគឺខ្ញុំចង់ឲ្យបងទាំងអស់គ្នាបដោតទៅលើអ្វីដែលជា USP ចា unique selling proposition របស់បងតើបងចង់ចាប់យកគោលដៅសម្រាប់អ្នកណាខ្លះសម្រាប់អ្នកទឹកនោមផ្អែមឬក៏សម្រាប់មនុស្សធម្មតាឬក៏សម្រាប់អ្នកមានផ្ទៃពោះឬក៏ចំណុចពិសេសណាខ្លះដែលបងចង់ផ្ដោតអញ្ចឹងពេលដែលយើងមានចំណុចពិសេសរបស់យើងណាគឺគេចង់កបងពីយើងតែម្ដងហើយយើងចេះនិយាយបង្ហាញពី benefit របស់យើងអញ្ចឹងគឺអ្នកដែលគាត់គ្រប់គ្រងគឺច្រើនខ្លាំងមែនតើអញ្ចឹងខ្ញុំសូមសំណូមពរបងទាំងអស់គ្នាបើសិនជាគាត់ស្រឡាញ់នៅផ្នែកអីហើយបងធ្វើតាមបេះដូងធ្វើតាមក្តីស្រឡាញ់របស់បងនឹងបាននៅលទ្ធផលបងនឹងបានចំណូលតាមការការចង់បានរបស់បងអ្វីដែលមនុស្សពីបរាជ័យគឺនៅពេលដែលគាត់បោះបង់អញ្ចឹងបើសិនជាបងមិនបោះបង់បងនៅតែបន្តធ្វើទីផ្សារបន្តនិយាយបន្តធ្វើវីដេអូបន្តផលិត content បន្តចែករំលែកខ្ញុំគិតថាbusiness បងនឹង grow លឿនមែនតើគ្រប់ business ធំទាំងអស់តែងតែចាប់ផ្ដើមពីទូចទៅចាប់ផ្ដើមពីការ review small things ទៅចាប់ទិញទូរស័ព្ទដែលបងមានប្រើ mic ដែលបងមានឬក៏ប្រើសំឡេងរបស់បងដើម្បីចាប់ផ្ដើម business មួយហ្នឹងចាសសូមកុំភ្លេច subscribe channel YouTube របស់នាងខ្ញុំដើម្បីទទួលបាននូវព័ត៌មានថ្មីទៀតណាអរគុណច្រើន